ក្មេងប្រុសម្នាក់នេះគឺតនេខ្លាំងពេកបងប្អូនយកទៅកែទៅដុតសក់ក្មេងប្រុសម្នាក់ទៀតដែលត្រូវបានក្មេងប្រុសម្នាក់ហ្នឹងគឺប្តឹងទាមទារសំណងចំនួន$58,000បងប្អូនអញ្ចឹងរឿងនេះគឺការឡើងនៅក្នុងប្រទេសមេស៊ីកូដែលក្មេងប្រុស2នាក់ហ្នឹងបានចូលទៅក្នុងហាងលក់សម្ភារៈមួយកន្លែងហើយបានធ្វើការទិញសម្ភារៈនៅក្នុងហ្នឹងអញ្ចឹងណាបងប្អូនហើយស្រាប់តែចេញមកវិញគឺឃើញក្មេងប្រុសម្នាក់ទៀតកំពុងតែឈរតថ្លៃអីវ៉ាន់ជាមួយនឹងម្ចាស់ហាងក៏បានទាញដីកេះយកមកដុតសក់ក្មេងប្រុសម្នាក់ហ្នឹងយកតែម្ដងបងប្អូនពេលនោះគឺធ្វើឲ្យក្មេងប្រុសម្នាក់ដែលបានឈរតថ្លៃជាមួយនឹងម្ចាស់ហាងក៏មានអារម្មណ៍ថាក្តៅនៅខាងក្រោយខ្នងរបស់គាត់អញ្ចឹងណាគឺឃើញសក់របស់គាត់ហ្នឹងគឺត្រូវបានឆេះហើយពេលនោះគឺគាត់ភ័យមែនតើបងប្អូនហើយគាត់បានធ្វើការបន្លត់ភ្លាមតែម្ដងបងប្អូនដោយយកដៃរបស់គាត់បោះអញ្ចឹងណាស្រាប់តែគាត់ឃើញក្មេង2នាក់ហ្នឹងគឺគាត់ដឹងថាក្មេង2នាក់ហ្នឹងគឺជាអ្នកដុតតែម្ដងបងប្អូនដល់ពេលនោះគឺធ្វើឲ្យគាត់ខឹងខ្លាំងមែនតើបងប្អូនក៏បានដើរទៅរកនឹងក្មេងប្រុស2នាក់ហ្នឹងតែម្ដងបងប្អូនហើយក្រោយមកក្មេងប្រុសដែលត្រូវបានគេដុតសក់ហ្នឹងបងប្អូនក៏បានយកដំណឹងនេះទៅប្រាប់ម្ដាយរបស់គាត់ហើយម្ដាយរបស់គាត់ក៏បានធ្វើការទៅតាមរកក្មេង2នាក់ហ្នឹងគឺដាក់ពាក្យបណ្ដឹងពួកគាត់តែម្ដងបងប្អូនគឺប្តឹងទាមទារសំណងចំនួន$58,000បងប្អូន Oh my god ចំនួនច្រើនមែនតើបងប្អូន$58,000គាត់តែដុតសក់សោះគឺប្តឹងទាមទារសំណងពីគេ$58,000 Oh my god សាហាវមែនតើហើយក្មេងប្រុស2នាក់នោះគឺម្ដាយរបស់គាត់បានចេញមកតទល់ជាមួយនឹងក្មេងប្រុសដែលត្រូវបានគេដុតសក់ណាបងប្អូនគាត់ក៏បានសុំការអធិស្ឋានទៅកាន់ម្ដាយរបស់ក្មេងប្រុសម្នាក់ហ្នឹងថាសុំយោគយល់គ្នាធ្វើម៉េចក្មេងគឺពេលខ្លះគឺលេងអីដែលមិនសូវដឹងអីអញ្ចឹងណាតែម្ដាយក្មេងប្រុសដែលត្រូវបានក្មេងប្រុស2នាក់ទៀតដុតសក់ហ្នឹងគឺមិនយល់ព្រមនោះទេបងប្អូនដឹងទាមទារសំណងយកតែម្ដងបងប្អូនហើយពួកគាត់ក៏បានធ្វើការទៅដោះស្រាយតុលាការក៏បានធ្វើការកាត់ក្តីមិនចេញទេបងប្អូនដោយសារតែពួកគាត់នៅក្មេងហើយមិនអាចកាត់ក្តីទាមទារសំណងដូចអ្វីដែលម្ដាយក្មេងប្រុសដែលត្រូវបានគេដុតសក់នោះទេបងប្អូនអញ្ចឹងហើយតុលាការក៏បានសម្រេចយកក្មេងប្រុស2នាក់ដែលបានដុតសក់ក្មេងប្រុសម្នាក់ទៀតហ្នឹងគឺយកពួកគាត់ទៅព្រមានតែម្ដងបងប្អូនគឺយកទៅមណ្ឌលអប់រំកែប្រែអញ្ចឹងណាកុំឲ្យពួកគាត់ធ្វើចរិតបែបហ្នឹងទៀតហើយកុំឲ្យពួកគាត់លេងអ្វីដែលមិនសមរម្យអញ្ចឹងណាបងប្អូនក្មេងប្រុសម្នាក់នេះគឺតនេខ្លាំងពេកបងប្អូនយកទៅកែទៅដុតសក់ក្មេងប្រុសម្នាក់ទៀតដែលត្រូវបានក្មេងប្រុសម្នាក់ហ្នឹងគឺប្តឹងទាមទារសំណងចំនួន$58,000បងប្អូនអញ្ចឹងរឿងនេះគឺការឡើងនៅក្នុងប្រទេសមេស៊ីកូដែលក្មេងប្រុស2នាក់ហ្នឹងបានចូលទៅក្នុងហាងលក់សម្ភារៈមួយកន្លែងហើយបានធ្វើការទិញសម្ភារៈនៅក្នុងហ្នឹងអញ្ចឹងណាបងប្អូនហើយស្រាប់តែចេញមកវិញគឺឃើញក្មេងប្រុសម្នាក់ទៀតកំពុងតែឈរតថ្លៃអីវ៉ាន់ជាមួយនឹងម្ចាស់ហាងក៏បានទាញដីកេះយកមកដុតសក់ក្មេងប្រុសម្នាក់ហ្នឹងយកតែម្ដងបងប្អូនពេលនោះគឺធ្វើឲ្យក្មេងប្រុសម្នាក់ដែលបានឈរតថ្លៃជាមួយនឹងម្ចាស់ហាងក៏មានអារម្មណ៍ថាក្តៅនៅខាងក្រោយខ្នងរបស់គាត់អញ្ចឹងណាគឺឃើញសក់របស់គាត់ហ្នឹងគឺត្រូវបានឆេះហើយពេលនោះគឺគាត់ភ័យមែនតើបងប្អូនហើយគាត់បានធ្វើការបន្លត់ភ្លាមតែម្ដងបងប្អូនដោយយកដៃរបស់គាត់បោះអញ្ចឹងណាស្រាប់តែគាត់ឃើញក្មេង2នាក់ហ្នឹងគឺគាត់ដឹងថាក្មេង2នាក់ហ្នឹងគឺជាអ្នកដុតតែម្ដងបងប្អូនដល់ពេលនោះគឺធ្វើឲ្យគាត់ខឹងខ្លាំងមែនតើបងប្អូនក៏បានដើរទៅរកនឹងក្មេងប្រុស2នាក់ហ្នឹងតែម្ដងបងប្អូនហើយក្រោយមកក្មេងប្រុសដែលត្រូវបានគេដុតសក់ហ្នឹងបងប្អូនក៏បានយកដំណឹងនេះទៅប្រាប់ម្ដាយរបស់គាត់ហើយម្ដាយរបស់គាត់ក៏បានធ្វើការទៅតាមរកក្មេង2នាក់ហ្នឹងគឺដាក់ពាក្យបណ្ដឹងពួកគាត់តែម្ដងបងប្អូនគឺប្តឹងទាមទារសំណងចំនួន$58,000បងប្អូន Oh my god ចំនួនច្រើនមែនតើបងប្អូន$58,000គាត់តែដុតសក់សោះគឺប្តឹងទាមទារសំណងពីគេ$58,000 Oh my god សាហាវមែនតើហើយក្មេងប្រុស2នាក់នោះគឺម្ដាយរបស់គាត់បានចេញមកតទល់ជាមួយនឹងក្មេងប្រុសដែលត្រូវបានគេដុតសក់ណាបងប្អូនគាត់ក៏បានសុំការអធិស្ឋានទៅកាន់ម្ដាយរបស់ក្មេងប្រុសម្នាក់ហ្នឹងថាសុំយោគយល់គ្នាធ្វើម៉េចក្មេងគឺពេលខ្លះគឺលេងអីដែលមិនសូវដឹងអីអញ្ចឹងណាតែម្ដាយក្មេងប្រុសដែលត្រូវបានក្មេងប្រុស2នាក់ទៀតដុតសក់ហ្នឹងគឺមិនយល់ព្រមនោះទេបងប្អូនដឹងទាមទារសំណងយកតែម្ដងបងប្អូនហើយពួកគាត់ក៏បានធ្វើការទៅដោះស្រាយតុលាការក៏បានធ្វើការកាត់ក្តីមិនចេញទេបងប្អូនដោយសារតែពួកគាត់នៅក្មេងហើយមិនអាចកាត់ក្តីទាមទារសំណងដូចអ្វីដែលម្ដាយក្មេងប្រុសដែលត្រូវបានគេដុតសក់នោះទេបងប្អូនអញ្ចឹងហើយតុលាការក៏បានសម្រេចយកក្មេងប្រុស2នាក់ដែលបានដុតសក់ក្មេងប្រុសម្នាក់ទៀតហ្នឹងគឺយកពួកគាត់ទៅព្រមានតែម្ដងបងប្អូនគឺយកទៅមណ្ឌលអប់រំកែប្រែអញ្ចឹងណាកុំឲ្យពួកគាត់ធ្វើចរិតបែបហ្នឹងទៀតហើយកុំឲ្យពួកគាត់លេងអ្វីដែលមិនសមរម្យអញ្ចឹងណាបងប្អូន